គ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបាននិយាយអំពី what you need to know before going to study in Australia អញ្ចឹងអីដែលអ្នកនរគ្នាត្រូវដឹងមុនពេលអ្នកនរគ្នាមករៀននៅអូស្ត្រាលីអញ្ចឹងទី1ហ្នឹងគឺអ្នកនរគ្នាត្រូវដឹងថាគោលបំណងអ្នកនរគ្នាមករៀនហ្នឹងពេលដែលចាប់គឺនឹងធ្វើអីមិនថាចាប់ចង់ធ្វើពេទ្យអីណាតើពេលដែលអ្នកនរគ្នាចាប់អ្នកនរគ្នានឹងនៅបន្តនៅអូស្ត្រាលីនឹងដដែលឬមួយក៏ចង់មកផ្ទះវិញអញ្ចឹងនៅក្នុងការដឹងពី purpose ហ្នឹងវាធ្វើឲ្យអ្នកនរគ្នាងាយស្រួលនៅក្នុងការជ្រើសរើសជំនាញ choice of program ហើយ visa planning របស់អ្នកទាំងអស់គ្នាហើយនឹង long term budget ទៀតនៅក្នុងការ choose program ហ្នឹងដោយសារតែនៅអូស្ត្រាលីគេមាន major ខ្លះដែលវា high demand អញ្ចឹងគឺអ្នកទាំងអស់គ្នាងាយដាក់ visa ដើម្បីនៅបន្តបើសិនជាអ្នកទាំងអស់គ្នាហ៊ាន major ទាំងអស់ហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាត្រូវដឹងថាចង់ទៅផ្ទះចង់មកខ្មែរវិញឬមួយក៏ចង់នៅបន្តហ៊ាននៅអូស្ត្រាលីហ្នឹងទៀតអញ្ចឹងអ្នកទាំងអស់គ្នាត្រូវ choose major ហ្នឹងឲ្យត្រឹមត្រូវទៅតាមនឹងដែរចំពោះទី2ហ្នឹងគឺ city of living តើអ្នកនរគ្នាចង់ទៅនៅក្នុង city ណាអញ្ចឹងនៅក្នុងអូស្ត្រាលី city ដែលល្បីនៅក្នុងការសិស្សទៅរៀនច្រើនជាងគេមានដូចជា Sydney, Melbourne, Adelaide ឬមួយក៏ Perth ជាដើមចឹងអ្នកនរគ្នាត្រូវដឹងថាតើcity ទាំងអស់ហ្នឹងមួយណា affordable ជាងហើយមួយណា expensive ជាងដើម្បីអ្នកនរគ្នាងាយស្រួលនៅក្នុងការធៀប budget ដើម្បីទៅរស់នៅក្នុងហ្នឹងពួកអី city ពីមួយទៅមួយគឺការ living cost ខុសគ្នាទាំងអស់ដូច Sydney is the most expensive one we're busy and but there's also a lot of job Melbourne ទី2គេ like cultural capital and it's really good for student ហើយវាជា target city ដែល student ទៅរៀនច្រើនជាងគេចំពោះ Adelaide រៀង cheaper but also រៀងស្ងាត់ជាងដូចគ្នាចំពោះ Perth peaceful and អាចនិយាយបានថា most affordable ជាងគេនៅក្នុង city របស់ Australia and also ទី3ហ្នឹងគឺអ្នកនរគ្នាត្រូវ consider លើ money matters បានន័យថាទៅលើ budget របស់យើងអញ្ចឹងមុនពេលដែលអ្នកនរគ្នាមកអូស្ត្រាលីពេលដែលកំឡុងធ្វើ visa ហ្នឹងគឺគេឲ្យយើងមាន proof of fund ដើម្បី to get a visa របស់អ្នកនរគ្នាដើម្បីឲ្យគេ consider ថាអ្នកនរគ្នាពិតជាមាន enough money for afford your living cost man and អ្នកនរគ្នាត្រូវដឹងថាពេល first year ដែលអ្នកនរគ្នាទៅអូស្ត្រាលីនឹងអ្នកនរគ្នាត្រូវចំណាយលើអីគេខ្លះដូចថាអ្នកនរគ្នាត្រូវបង់ tuition fee បង់ visa application fee flight ticket យើងត្រូវបង់ accommodation rent ឬមួយក៏អីផ្សេងទៀត even ត្រូវដាក់ចូលទៅក្នុង apartment ថ្មីរបស់អ្នកនរគ្នាអញ្ចឹងយើងត្រូវចំណាយអីគេខ្លះនៅ first year នឹងដែលអាចថាវាចំណាយតែ first year នឹងទេតើមកឆ្នាំបន្ទាប់យើងអត់ត្រូវចាយវាអញ្ចឹងយើងត្រូវគិតទៅដល់ budget ទៅលើទាំងអស់នឹងទៀតចំពោះទី4វិញគឺ first thing អ្នកនរគ្នាត្រូវធ្វើ when អ្នកនរគ្នា arrive មកដល់អូស្ត្រាលីមកអញ្ចឹងទី1គឺអ្នកនរគ្នាត្រូវបើក SIM card ត្រូវ activate Australian SIM card ហើយទី2ហ្នឹងគឺអ្នកនរគ្នាត្រូវ open bank account bank account ថ្មីដែលប្រើពួក Commonwealth NAB ឬមួយក៏ Westpac and ទី3អ្នកនរគ្នាត្រូវ apply for tax file number that will require to សម្រាប់ធ្វើការ and also get your student ID to attend orientation នៅសាលារបស់អ្នកនរគ្នាហើយចុងក្រោយគេនឹងអ្នកនរគ្នាអាច buy basic necessity ឬមួយក៏ transport card ដើម្បីជិះpublic transportation ទី5ហ្នឹងគឺ about accommodation អញ្ចឹង after យើង find city យើងអីហើយអ្នកនរគ្នាត្រូវមើលទៅលើ accommodation ដែរ accommodation ខ្លះ is really high demand especially បើសិនជាអ្នកនរគ្នា looking forward ទៅ accommodation ដែលនៅជិតសាលាអញ្ចឹង option ចំពោះ accommodation មានច្រើនដូចមាន on campus ឬមួយក៏ student housing ឬមួយក៏ share apartment ឬមួយក៏ homestay មានច្រើនទៀតប៉ុន្តែវាស៊ីសងទៅលើ budget ដែលអ្នកនរគ្នាបានធៀម and វាស៊ីសងទៅលើ how hard you can find it ដោយសារតា on campus easy ប៉ុន្តែវា expensive and វា ឆាប់ fill up quickly មែនតើបានន័យថាឆាប់ពេញទេបើ student housing វា pricey it's really pricey share apartment it's the most affordable for long term stay បើសិនជាអ្នកនរគ្នាទៅជាមួយមិត្តភ័ក្តិឬមួយក៏បងប្អូនចំពោះ tip វិញគឺអ្នកនរគ្នា should secure a temporary accommodation ហ្នឹង before អ្នកនរគ្នា arrive នៅអូស្ត្រាលីហ្នឹងពួកអីបើសិនជាយើងមុនហោះមកដល់យើងអត់ដឹងថាយើងគេងនៅណាទេគឺអ្នកនរគ្នាត្រូវទៅគេងនៅអូតែសិនដើម្បី hold accommodation ហ្នឹងឲ្យហើយអញ្ចឹង
recommend ឲ្យអ្នកនរគ្នាគិតគូរទៅរឿង accommodation ហ្នឹងមុនអ្នកនរគ្នាហៅមកអូស្ត្រាលីអញ្ចឹងវីដេអូហ្នឹងចាប់ប៉ុណ្្នឹងឯងបើសិនជាអ្នកនរគ្នាមានចំណុចអារម្មណ៍ចង់ទៅរៀននៅអូស្ត្រាលីអ្នកនរគ្នាអាចតាក់ទងមកកាន់ study abroad center ឬមួយក៏ study abroad advisor បាន